បាទជំរាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីមេត្រីបាទសម្រាប់នីតិស្វែងយល់ពីភាសាបាលីខ្មែរឃើញថាមកដល់សប្តាហ៍ទី59ហើយបាទជាដំបូងសូមជម្រាបសួរលោកចៅគាំងបាទជំរាបសួរបងវ៉ារទីបាទលោកចៅគាំងសប្តាហ៍នេះគឺជាសប្តាហ៍ទី59ហើយសម្រាប់ការបកស្រាយភាសាបាលីរបស់ខ្មែរយើងនឹងហើយថាតើនៅក្នុងថ្ងៃនេះដែរលោកចៅគាំងមានភាសាបាលីណាផ្សេងទៀតទេដើម្បីលើកយកមកបកស្រាយជូនប្រិយមិត្តដែលកំពុងរងចាំស្ដាប់អស់រយៈពេលមួយសប្តាហ៍កន្លងទៅនេះបាទខ្ញុំនឹងបន្តបកស្រាយអំពីពាក្យជាច្រើននៅក្នុងថ្ងៃនេះដូចជាពាក្យថាព្រះកំសែងបាទហើយនឹងសន្តាហើយសន្តិហើយនឹងនាំយករឿងពាក់ព័ន្ធទៅនឹងមូលហេតុដែលបណ្ដាលឲ្យរដ្ឋជាប្រទេសនីមួយៗនៅលើពិភពលោកហ្នឹងបានសម្រេចចិត្តបង្កើតអវិជ្ជាមួយគឺការទាមទារឲ្យបងប្អូនតាជាប្រាក់សម្រាប់ចូលទៅក្នុងថវិការបស់រដ្ឋបាទហើយប៉ុន្តែជាបឋមនេះខ្ញុំសូមនាំបងប្អូនខ្មែរទាំងអស់បាទដែលជាអ្នករៀនភាសាបាលីសូមអ្នកទាំងអស់គ្នាលើកដៃឡើងថ្វាយបង្គំព្រះកោនាគុំដោពោធិសត្វបាទហើយនឹងសូត្រធម៌ដើម្បីជាការតបស្នងសងគុណដែលយើងកើតមកជាកូនខ្មែរតែមានឆ្អឹងជាឆ្អឹងពាក្យមនុស្សអស់គ្នាបាទអ្នកមោសិតេព្រះព្រះគវិទោព្រះអរហន្តោព្រះសម្មាសម្ពុទ្ធោព្រះគុំកៅជាព្រះធិរាជអ្នកមោសិតេព្រះព្រះគវិទោព្រះអរហន្តោព្រះសម្មាសម្ពុទ្ធោព្រះគុំកៅជាព្រះធិរាជអ្នកមោសិតេព្រះព្រះគវិទោព្រះអរហន្តោព្រះសម្មាសម្ពុទ្ធោព្រះគុំកៅជាព្រះអធិរាជរីកេយាជើងដួងកាយប្រកោរាជតាំងកង្រាសោទោជ័យអញ្ជើញដួងកាយព្រះមេត្រីព្រះអង្គជេកព្រះអង្គចោមព្រះអង្គជុំជំនុំក្តីអញ្ជើញដួងកាយព្រះមេនិលវោពោធិសត្វទាំង500អញ្ជើញដួងកាយព្រះបាព្រមរាជទាំង500អញ្ជើញដួងកាយសកកៅទេពសកកៅពលអញ្ជើញដួងកាយព្រះបាពួនសារៈរាជទាំង5អញ្ជើញដួងកាយព្រះបាយ័នទាំង49អញ្ជើញដួងកាយព្រះបខែងទាំង108សូមព្រះអង្គប្រាជាងនិមន្តទូលព្រះបង្គំជាខ្ញុំសូមរតនានិមន្តនិងបកស្រាយគាថាអំពីពាក្យថាព្រះកំសែងនេះជាអាសេចក្តីដូចតទៅបាទបងប្អូនទាំងអស់ជាទីស្រឡាញ់ដំណើរនៃការនាំយកព្រះនាងមកកាន់សាលាអន្តរបរិយនោះយើងក៏បាននាំព្រះនាងមកដល់ទីមុខស្រះព្រះកំសែងបាទស្រះព្រះកំសែងនោះគឺជាអាសេចក្តីដ៏ចម្លែកមួយដែលយើងតែងនាំគ្នាប្រើរហូតមកដល់សពថ្ងៃបាទស្រះព្រះកំសែងមានន័យជាស្រះទឹកមួយនៅក្នុងចំណោមស្រះទឹកពីរនៅចំពីមុខព្រះនគរអន្តរបរិយដែលយើងហៅថានគរវត្តសពថ្ងៃស្រះស្នៃខាងជើងនៃផ្លូវចូលទៅដែលខ្មែរយើងហៅថានីតិទៅកាន់ប្រាសាទទូនោះបាទព្រះអង្គបានទីជម្រៅ6ហាត់បាទហើយនឹង12ហាត់ទៅខាងក្រោមបាទបើបរិយាយទៅថាស្រះទាំងនោះមានថ្មដែលរៀបចុះទៅក្នុងជម្រៅដីនោះមាន6ហាត់ហើយបាន6ហាត់បន្តទៀតនោះគឺជាដីធម្មតាព្រះអង្គបានធ្វើកំផែងស្រះទឹកនោះដោយថ្មយ៉ាងល្អប្រណិតប៉ុន្តែសោកស្ដាយកាលក្នុងសម័យអាណានិគមបារាំងបានលើកយកកំផែងស្រះព្រះកំសែងនោះយកទៅកាន់ប្រទេសរបស់ខ្លួនហើយទុកឲ្យស្រះនោះបានហូរទឹកក្រិចបរិបូរណ៍ដោយទឹកអាក្រក់ដែលគ្លៀងបាននាំហូរដល់ជាតិស្អុយបាទទាំងពួងធ្វើឲ្យស្រះព្រះកំសែងនោះមិនអាចស៊ូទានធ្វើជាទឹកស្អាតអូនកាលសម័យតែព្រះអង្គនៅគង់កាន់ថែរក្សាក្នុងសម័យមហានគរនោះផងទេ
បាទលើបរិយាយត្រឡប់ទៅនិយាយពីព្រនាងលោកបានឈួងពីមុខស្រានោះហើយបាទលោកយាយចាស់ដែលយើងហៅថាបកកែទេពនោះក៏បានបរិយាយទៅកាន់នាងនោះថាបពុទ្ធព្រះចារីរាជអស្ចម្រើនអើយឥឡូវកាលតាមឡើយនាងដឹងតែខ្លួនថានាងគឺជាស្រីធម្មតាប៉ុន្តែថ្ងៃនេះនាងក៏បានមករៀនសូត្រដើម្បីចង់ខ្លាចខ្លួនទៅជាស្ត្រីនៃមេត្តាលោកនោះឥឡូវទីបំផុតអ្នកសម្លឹងមើលទឹកស្រះព្រះកំសែងនេះឲ្យហើយទឹកនោះតំណាងឲ្យទឹកថ្ងៃរបស់នាងបាទហើយពេលនាងនឹងខ្លាយទៅជាមេត្តានៃលោកនេះហើយនាងនឹងបានឆ្លងកាត់នាងនឹងបានទទួលស្គាល់នៅទុក្ខលំបាកវេទនាទាំងឡាយសេចក្តីល្អសេចក្តីអាក្រក់ដែលបានកើតឡើងដោយព្រះស្វាមីមួយដោយពុទ្ធិតាមួយនិងដោយសង្គមនៃមនុស្សជាតិក្នុងលោកនេះមួយដោយអាហារមួយដោយបាសេចក្តីស្រីឃ្លាននៅទ្រព្យសម្បត្តិនៅអំណាចបាទជាដើមឡាក់បាទលោកបញ្យល់ព្រះនាងនោះរួចហើយទើបព្រះអង្គបានសម្ដែងអំពីកាលថាទឹកភ្នែកនោះជាចំណងចងដៃដល់ទៅអ្នកទាំងអស់ដែលបានបញ្ចប់ការសិក្សានៅក្នុងសាលានគរអន្តរព័ទ្ធបរិយនេះដើម្បីឲ្យស្គាល់ថាស្ត្រីក្នុងលោកមិនមែនតែមានទឹកភ្នែកនោះជាធម្មតាផងទេបាទអញ្ចឹងឥឡូវខ្ញុំក៏ចង់យកពាក្យនេះមកបកស្រាយជាភាសាបាលីបើសិនណាជាយើងមិនបកស្រាយទេពាក្យថាកំសែងនោះប្រែមកថាកណាត់ស្បៃបាទសម្រាប់ជូរទឹកភ្នែកក៏ថាបានប៉ុន្តែព្រះកំសែងក្នុងនោះមិនមែនកសែងសម្រាប់ជូរទឹកភ្នែកទេបាទព្រះកំសែងនោះប្រែមកថាទឹកភ្នែកយ៉ាងដូច្នោះឯងបាទឥឡូវព្រះយើងប្រែមកថាមកពីពាក្យពរៈបាទឥឡូវពរៈហ្នឹងយើងច្រើនថាជាបរៈនោះមានន័យសម្រាប់មនុស្សផងគ្នាជួនផងគ្នាដែលបានជួបព្រះឬក៏បានជួបអរិយបុគ្គលទាំងឡាយក្នុងលោកនោះក៏តែងចម្រើនពរចម្រើនជ័យសិរីញ៉ាំងគួរទៅដល់អ្នកបាទអញ្ចឹងព្រះហ្នឹងថាជាពរបាទពរនឹងប្រើមកថាការជួយការថែរក្សាការពារនុបម្រុងបាទគ្រប់បាយ៉ាងទៅដល់អ្នកទាំងពួងក្នុងលោកចំណែកកនផ្សែងបាទកនផ្សែងនោះយើងបានយល់ហើយមកពីពាក្យកនឹងណកនសដាក់ស្រែតែនឹងផ្សែងបាទកននោះមានប្រើជាដើមជាពាក្យច្រើនដូចជាពាក្យកននិថាកន្តឹមបាទពាក្យនោះមកភាសាបាលីប្រែថាក្របភ្នែកកននិថានិងកន្តឹមនឹងយើងប្រែថាក្របភ្នែកបាទចំណែកផ្សែងនោះមកពីពាក្យសូផ្សែងផ្សែងរែងផ្សែងសាក់បាទសពថ្ងៃមានកំណាព្យមានឃ្លាខ្លះគេនៅប្រើដូចជាអំពើរបស់ភ្នែកជាអាវុធមុតស្រួចបាទដូចមានពាក្យថាភ្នែកដ៏ស្រទន់មានពាន់កបាទភ្នែកដ៏ស្រទន់ពាន់កនថាផ្សែងសាក់អរារៀមរាក្សិនខ្សៃដូផ្សែងទម្លុះលុះចិត្តអប្រិយក៏ភ្នែកម្ដាយថ្លៃឆ្លងពុំរួចឡើយបាទយើងមានកំណាព្យគេដែរណាបងប្អូនបាទឥឡូវខ្ញុំអានឲ្យស្ដាប់ម្ដងទៀតភ្នែកដ៏ស្រទន់ពាន់កនថាផ្សែងសាក់អរារៀមរាក្សិនខ្សៃដូផ្សែងទម្លុះលុះចិត្តអប្រិយទឹកភ្នែកម្ដាយថ្លៃឆ្លងពុំរួចឡើយព្រះកំសែងប្រែមកជាទឹកភ្នែកស្ត្រីនៃព្រះមេត្តាទាំងឡាយក្នុងលោករមែងខំកើតបុតមកហើយខំចិញ្ចឹមបញ្ចប់ចំណីអាហារខំថែខ្លួនរក្សាការពារបញ្ជូនកូនទៅរកសាលាដើម្បីឲ្យកូនបានទទួលវិជ្ជាពីកតេលោកឬកតេវិជ្ជាលោកនេះជាដើមមិនថាជាប្រព័ន្ធមិនដឹងថាបានរៀនចេះហើយវិជ្ជានោះផ្ដល់ផលប្រយោជន៍យ៉ាងណានោះទេបើកូនរៀនចំវិជ្ជាចេះហើយបង្កើតអវិជ្ជានោះ
ទឹកណៃរបស់មេត្រាលោកនេះនឹងហូរកើតបានជាកម្មពីវិរិយគ្មានទីបញ្ចប់ដូចពាក្យសន្តៈនិងសន្តិដូច្នោះដែរបាទឥឡូវខ្ញុំនឹងលើកយកពាក្យសន្តៈនឹងថាប្រើថាម៉េចដើម្បីឲ្យបងប្អូនបានយល់ព្រោះសពថ្ងៃយើងប្រើពាក្យសន្តៈនឹងច្រើនណាស់បាទអ្នកខ្លះទៅអានថាសន្តៈវងមានអ្នកខ្លះច្រឡំមិនអានថាសន្តៈវងទេទៅដល់សន្តិវងទៅទៀតបាទអញ្ចឹងយើងថ្ងៃហ្នឹងយើងឲ្យបានច្បាស់ទាំងអស់គ្នាពាក្យណាដែលយើងអានថាសន្តៈពាក្យណាដែលយើងអានថាសន្តិសន្តៈតែមកថាដូចពាក្យថាសៈហ្នឹងយើងប្រើច្រើនដងហើយការសម្លាប់ឬក៏សង្គ្រាមជាដើមលំតាហ្នឹងប្រើតែច្បាប់ក្បួនអញ្ចឹងសន្តៈហ្នឹងនាំឲ្យប្រែថាក្បួនច្បាប់សម្រានៃការសម្លាប់នៃការបំផ្លាញបាទជាដើមអញ្ចឹងទៅបាទបើយើងនិយាយពីវងតកោរបស់មនុស្សនោះសន្តៈហ្នឹងគឺជាអ្នកដែលប្រកែកធ្វើសពសង្គ្រាមអ្នកដែលច្បាំងការពារដីការពារព្រះនគរហ្នឹងគេហៅថាតកោសន្តៈបាទមានភាគច្រើនហ្នឹងកើតនៅក្នុងតកោព្រះមហាក្សត្រផងដែរហើយយើងសពថ្ងៃច្រឡំបងប្អូនច្រឡំថាឲ្យសន្តៈហ្នឹងតកោស្ដាច់យ៉ាងមិនមែនទេបងប្អូនសន្តៈហ្នឹងគឺអ្នកដែលប្រកែកធ្វើសពសង្គ្រាមហើយយកឈ្នះទៅលើពួកត្រូវឈ្លានពានទឹកដីពួកចោលចូលមកបំផ្លិចបំផ្លាញព្រះនគរដល់មកគេហៅថាសន្តៈបរោះនោះមិនច្បាស់ថាជាតកោស្ដាច់ឬក៏តកោលៀបរៀននោះផងទេបាទឲ្យតែប្រកែកធ្វើសពសង្គ្រាមគេចាប់ចូលទៅក្នុងតកោសន្តៈបាទហើយចំណែកសន្តិនេះមានន័យមកពីពាក្យថាសន្តៈតិបាទសន្តៈហ្នឹងមានន័យថាខ្ញុំបានជម្រាបខាងដើមឲ្យតិនោះគឺជាពាក្យប្រែមកថារលួតអញ្ចឹងប្រែមកថាបញ្ចប់បាទបញ្ចប់ភាពដែលពូកែធ្វើសពសង្គ្រាមបញ្ចប់ភាពដែលពូកែខាងដេញកាប់សម្លាប់ឬក៏ធ្វើយ៉ាងណានោះទៅតាមពាក្យនៅក្នុងភាសាហ្នឹងបាទអញ្ចឹងដូចជាពាក្យថាសន្តិភាពសន្តិជួនសន្តិហវិធីអញ្ចឹងមានន័យថាក្នុងហ្នឹងក៏ចង់បញ្ជាក់ប្រាប់យើងដែរថាបើសង្គ្រាមឬក៏ឈ្នះដោយសង្គ្រាមហ្នឹងបានរលួសទៅបាទសន្តិភាពមួយក៏បានកើតមានឡើងបាទសន្តិជួនហ្នឹងមានន័យថាជួនទាំងឡាយហ្នឹងក៏លែងបានរងនៅសង្គ្រាមនៅការកាប់សម្លាប់បាទអញ្ចឹងជួនទាំងឡាយហ្នឹងក៏បានសេចក្តីសុខយើងហៅសន្តិជួនណាយើងអានថាសន្តិជួនអញ្ចឹងតែយើងទៅធ្វើខុសបន្តិចយើងច្រឡំដោយសន្តិជួនយើងអត់បានដាក់ប្រអេពេលនោះគឺជាសង្គ្រាមការកាប់សម្លាប់ក្បួនសម្លាប់ជួននៅលើលោកទៅចេះវិញណាមិនព្រួលម៉ានទេបល័យបានខ្ញុំចេះតែនិយាយថាបល័យខុសគ្នាបន្តិចទេដូចស្លេកទេយើងថាស័កទេអានឹងធ្ងន់ហើយបងប្អូនតែយើងជិះដល់ស័កទេនឹងមានន័យថាការកាប់សម្លាប់គ្នារហូតដល់ស្លាប់រហូតដល់រលួសទៅដល់សេទេបានប្រែមកថាព្រលឹងវិញ្ញាណដែលយើងរលួសក្នុងបញ្ញខណ្ឌទៅនោះបានដល់ទៅព្រលឹងវិញ្ញាណមេត្តាបិតានៃលោកដែលបានវិលត្រឡប់មកជួយថែរក្សាអីចឹងបានដល់ពេលយើងថាស័កទេខុសបាទមានន័យអញ្ចឹងភាសាបាលីបងប្អូនខ្ញុំចង់ឲ្យបងប្អូនយល់យើងប្រើប្រែស្ដាប់អត់បានទេដោយសន្តិហវិធីបាទណាយើងត្រូវទៅសេស្អែកអញ្ចឹងបានមានន័យថាវិធីអ្វីទៅវិធីសាអីខ្លះតែបណ្ដាលឲ្យសង្គ្រាមឬក៏ការកាប់សម្លាប់នឹងបានរលួសទៅបាទអញ្ចឹងក្នុងនឹងខ្ញុំចង់បញ្ជាក់បន្តិចទៅកាន់មាតុភូមិដ៏អភ័ព្វតែខ្ញុំឃើញនៅផ្នែករាល់ថ្ងៃហើយខ្ញុំមិនជាចង់និយាយទេខ្ញុំនិយាយការពិតហ្នឹងដើម្បីឲ្យយើងស្អប់គ្នាយល់ថាហេតុអ្វីបានជាក្បែរផ្ទះខ្ញុំហ្នឹងបុកគ្នាពីម្សិលមិញហ្នឹងស្លាប់ដល់ទៅ3នាក់បាទគឺដោយសារតែការហូបសុរាបានមួសុខភាពនឹងពាក់ហើយទាំងអស់គ្នានោះប៉ុន្តែដល់ហើយនៅតែស្លាប់អញ្ចឹងហេតុផលពុតបកតបាទលោកខាងប៉ូលីសចរាចរណ៍នោះបាទជ្រាបជាព័ត៌មានផងដែរគឺថាអ្នកដែលស្លាប់ហ្នឹងគឺដោយសារតែគាត់ហូបស្រាគាត់មិនមែនពាក់មួហើយនៅតែស្លាប់ដូចគ្នា
បាទអញ្ចឹងខ្ញុំចង់យកពាក្យសន្តិហវិធីហ្នឹងមកបញ្យល់ផងដែរបាទអញ្ចឹងយើងឃើញថាមិនមែនតែម្យ៉ាងទេថាតើយើងពាក់មួកសុវត្ថិភាពបានរស់ទេបាទតើយើងលែងហូបសុរាទៀតអ្នកបើកបរនោះហើយពាក់មួកសុវត្ថិភាពនឹងក៏ពាក់ហើយលែងហូបសុរាទៀតបាទហើយកុំឲ្យបើកលឿនពេកបើកលឿនណាស់បើកលឿនពេកហ្នឹងក៏ជាមូលហេតុមួយដែរដែលបណ្ដាលឲ្យយើងគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់បាទហ្នឹងគេហៅសន្តិហវិធីមានន័យថាជាវិធីដែលជួយឲ្យអ្នកទាំងអស់គ្នាហ្នឹងខុសពីសេចក្តីស្លាប់បាទឥឡូវយើងបន្តមកកិច្ចការយើងត្រូវរៀនសូត្របន្តទៀតអាចប្រែបានថាជាការសម្លាប់ឬការបំផ្លាញក្បួនក្នុងក្បួននៃការសម្លាប់ឲ្យរលួតសង្គ្រាមមួយរលួតទៅសន្តិភាពមួយនឹងចូលមកជំនួសឬក៏មកដល់ការពិចារណាមួយនឹងចូលមកដល់ហើយទំនួលជាច្រើនបានត្រូវតាំងឡើងហេតុអ្វីបាននាំគ្នាបង្កើតអវិជ្ជានោះអំពើអវិជ្ជាមានគ្រោះថ្នាក់ជាទីបំផុតឡាបាទចឹងយើងឃើញហើយថាពេលដែលយើងទៅរៀនសូត្រនៅប្រទេសនានានោះបាទជាដំបូងនោះគឺថាយើងនៅជាបញ្ញវន្តនៅជានិស្សិតនោះមិនទាន់ស្គាល់មិនទាន់ដឹងថាតើវិជ្ជាដែលយើងបានទៅរៀននៅតាមប្រទេសនីមួយឬក៏នៅក្នុងសាកលវិទ្យាល័យរបស់ខ្មែរមិនដឹងថាវិជ្ជានឹងរៀនចេះហើយនឹងបង្កើតអវិជ្ជាឬក៏មិនមែនផងទេបាទហ្នឹងខ្ញុំចង់និយាយថាវាមិនមែនជាហេតុថាទៅជានាំញាតិរៀននៅបរទេសនឹងជាមកវិញប្រកែទេណាបាទមិនហើយដែលខ្ញុំសុខចិត្តលះបង់ជីវិតរួមនៅជាមន្ត្រីជាអ្នកចេះដឹងរូបរបស់ខ្មែរនោះបើថាខ្ញុំយល់អញ្ចឹងបងប្អូនឧទាហរណ៍ថាដូចខ្ញុំតែនិយាយថាបើអ្នកខ្លះហ្នឹងមិនមែនទាំងអស់ទេហើយយើងក៏មើលដាក់ខ្លួនណាខ្ញុំនិយាយការពិតដើម្បីឲ្យយើងយល់ថាវិជ្ជាទាំងអស់ហ្នឹងបានបង្កើតអវិជ្ជាឲ្យអត់ដឹងខ្លួនបានដូចជាកន្លងមកយើងទៅរៀននៅប្រទេសបារាំងអញ្ចឹងបាទយើងទាំងអស់គ្នាត្រឡប់មកវិញគឺនាំយកមេគានាំយកវិជ្ជាពីបារាំងមកហ្នឹងមកដឹកនាំឲ្យប្រទេសជាតិរបស់យើងហ្នឹងចាប់សម្រាប់គ្នាឲ្យប្រជាជាតិរបស់យើងហ្នឹងបានស្លាប់រហូតដល់ខ្លះរកបាយរកមហូបទទួលទានបានបាទហ្នឹងហើយគេហៅវិជ្ជាបង្កើតអវិជ្ជាអ្នកខ្លះទៅរៀននៅអង់គ្លេសនៅអាមេរិកហ្នឹងត្រឡប់មកវិញក៏ដូចគ្នាដែរបាទចេះមកកណោមកថាឥឡូវមើលស្រុកបារាំងរាល់ថ្ងៃគេមិនចាប់ចាំកុមារចាស់ជរាអ្នកក្រីក្រអ្នកមានការងារធ្វើគឺគេចាំយូរណាស់ហើយប្រកាសទៅវាចូលប្រហែលជាជិត200ឆ្នាំហើយប៉ុន្តែបើយើងទៅរៀនពីបារាំងមកវិញយើងអត់ធ្វើដូចបារាំងគេថាហ្នឹងគេហៅថាបដំមានវិជាពីស្រុកបារាំងហើយដល់មកដល់ស្រុកខ្មែរវិញព្រមធ្វើតាមបារាំងថាបារាំងហ្នឹងគឺចឹងដែរវាអលែនិយាយគេថាអានេះភ្លើអត់ព្រមមករៀនពីប្រទេសអញបើថាវាព្រមធ្វើតាមអញជាអញជីជន់អាហ្នឹងយកបរោយទៅចឹងហើយបានការមកវាប្រមូលយកខ្ញុំទៅដល់អីទេតែថាអីដែលគឺខ្ញុំនិយាយចឹងអាគឺដោយសារតែវិជ្ជាដែលយើងរៀននោះវាតាមតែបង្កើតឲ្យមានអវិជ្ជានៅក្នុងហ្នឹងតែយើងមិនយល់ដល់កម្រិតបាទចឹងបានថាយើងប្រចាំប្រែងខ្លាំងណាស់ទៅរៀនពីអាមេរិកចឹងដែរនាំវាធ្វើខ្ញុំអាមេរិកកាំងដល់ពេលធ្វើខ្ញុំអាមេរិកកាំងនោះវាជាខ្លួនឯងអាមេរិកកាំងឲ្យប្រាក់ខែឲ្យអីចឹងទៅសបោសបាយចាយទៅគ្នាឯងជាមន្ត្រីរាជការសម័យអាមេរិកកាំងហ្នឹងទៅសម័យលន់មកទៅអញ្ចឹងការជឿចាំជាក្រីក្រដែលឆ្លងកាត់សង្គ្រាមដោយសារយួនយាមិញយួនយាកុងអីហ្នឹងចូលមករៀបត្បាពេញស្រុកខ្មែរពេលនោះតើសួរថាសេចក្តីអត់ឃ្លានសេចក្តីស្រីឃ្លាននោះมันកើតឡើងហើយទៅសល់អ្វីទៀតគឺការកាប់សម្លាប់គ្នាឲ្យគ្រឿងសង្គ្រាមមួយបានមកហើយដែលខ្ញុំកំពុងចង់និយាយឥឡូវយើងឃើញហើយដោយតបថ្ងៃយើងមានសេរីភាពដោយសាររបបពីរដ្ឋាភិបាលសពថ្ងៃប៉ុន្តែមានតែសេរីភាពប៉ុន្តែសេចក្តីស្រីឃ្លានកង្វះអាហារហូបចុកកង្វះសាលារៀនកង្វះផ្ទះសម្បែងឃើញនៅថានោះហើយក៏ជាសង្គ្រាមដែរអញ្ចឹងអ្នកទាំងអស់គ្នាដែលខំរៀនចេះដឹងគ្រប់គ្នាពីបរទេសហេតុអ្វីក៏មិននាំគ្នាធ្វើតាមបរទេសទៅ
mà là dương mưa Australia dương mưa Canada dương mưa rồi này ấy kia cứ kia và sầm rạp tục lúa tục chua làm lai thao thao ao nhạc cây cỏ rồi bao kia sầm rạp trên chia nam chia khai in chân tư ba cái thứ giang đôi cho nó ai là bàn bị từ rú hà dương miền thì sầm bay miền cà rô nơi nâng sầm pro mui miền trà khai miền ấy chân của ma cha cái ấy chân trời ba những khơi từ riêng cái bậc này cho nhà ba tỷ một lô ba mà ta miền nhẹ bậc non khai dương nam này là dây thác luôn ba riêng nơi bậc cao chia lại ba prom rồi có chia lại ba mua bọc mai đi mình tăng mai rồi thấy ba mua ba mau cái gì nó rồi ngay ba ở miền tăng thế chân miền này tháp ở luôn ở từ riêng nơi bờ tây và ta hay đây ba chỉ ở luôn mình prom riêng mai mình prom mà ăn ở vót vài tháng được bọc bờ tây để luôn chơi nấu bạn màu riết cho màu chia mai nó bán luôn miền chỉ vớt đồng hai để trong dây bong bóng từ riêng vị chia bàn hai vị chia nó bài chia màu bằng cát vị chia được vậy yên vương chân nằm bay vậy tới nó lấy ngày ní trong nom vô rương ra ba tháng lương lý do một chỉ mua hai lời cá bằng ta ao ngon này mùi lơ bia do bạc bò tôm ta bì loạt bò luôn bì chia bò loạt luôn cục tê ba cá sa bì chia sa trái chia sẽ được cảnh lơ bì phục lô bì ban rau khơi bông nú cứ đi muôi ba đi xa rồi những ban cá hai người lơ bì phục lô tao nè đã xoay rồi còn phải chia nú ba đầm bay của màu như từng cream rồi chia ca từng cream lulu tv chẳng American hay năng có thể chăm có thể Rusi có thể Japan hay năng thác cùng một rộng ở năng miền Almond cả đâu và bàn trông riêng riêng ha mình chụp đuôi bằng cream đòi bằng ca ở miền tì xa rồi nụ làm vậy chui ca plato sẽ được cân lực trong lúc nụ ở ban miền cả lâm là thịt làng vinh ai mình thưa cho mình cream rồi viên kia thì phòng tê ba ta đi khơi hà bê là đi xa nó cả hai thì lười bị thụt lông mà đúng là chia bò rót là lười lông đúng bê là đâu bạc nông bàn ha mình trông chạy bạc rồi tê ba có chia chung nó có bàn do bạc nông tới là xa tục nó không tê và chẳng hơi nhạc ra như không lưỡng nó có bàn mùi khơi như hai là bằng ta ca để xa tục bạc nó không tê nó thưa ở biển bàn ha được hai cái chẳng ai bạn dương miền tiền thì dây thà lôi cái khóa lôi ấy đó tóc ngày ní chỉ phò trang ba bên nó rót nó có sầm ra chất tia buồn đa tia bị chia bồ rót nó cầm bay đồng lúa rạ nó tranh pi cặp bay tranh pi khao bay pi bạc bay như đó pi tu tóc được không te đầm bay ao lôi nâng miền cho là na đào vinh chẳng hai bên nó rót mùi các bạn tia buồn đa còn tay buồn ta lúc khi tầm rơi ao từ to ao vô ra lúc còn men ao cho bầm ra càng nghi không rót tại mà mục càng nghi đi xa tại mà mục ấy bỏ trong càng nghi đi xa không thể kia là lợi bị phút lô thì đâu đã ra phi cần nghi kia rót năng cần nghi kia làm bao kia trái đó thế bỏ ôn ra cả quất lôi nó kia trời thường chăng là lợi bị phút lô tại xa kia vô lôi nó cái ao nó đã miền càng nghi ao cũng ma cha chỉ rồi trời miền mai rồi trời miền tây cua làm bay con miền tra giờ từ trai cái màu tra nó bên nơi nông tu nơi nông ba cái gì kia ấy chẳng biết được hạt tra lấy cho mưa xong mình vô on vô hạt tra để như tụi kim nó hạt ở giỏi cuốn na mà lấy trong miền lôi tại mà mưa khai đây còn ta miền kia trong đó từ mà rồi nha ba hai nhẹ thì mua những lụa sạch tây nhẹ thì pi lụa bờ lai nhẹ thì bay lụa sơ nhẹ thì buôn lụa co cái hô hai chân tư là bò miên bò pra cục ba giang là hô to lụa tiền lụa cà chú cà như đây thì mới cái video bong bầu nhẹ thì mua cho tinh co nhé chẳng trong nhẹ thì mua chợ đám với nó cho tinh co mà mơn đặt nhẹ lại luôn co nó ban vô luôn mà mơn nó tự tinh phân mà mơn nè hai bạn mẹ để lụa phơi ban mà mơ hai cái giờ lùi nó từ kinh phơi thì bay cái lâu tới on mơ chứ hai ba mẹ lụa phơi nó các bạn giờ lùi nó
ទៅទិញរបស់របរប្រើប្រាស់មានប្រដាប់ប្រដាធ្វើនេសាទដល់អ្នកដែលលក់ប្រដាប់ប្រដានេសាទហ្នឹងក៏បានទៅទិញរបស់អីផ្សេងៗទៀតចឹងក្នុងលុយ10000ណាបងប្អូនគិតមើលបើសិនណាយើងមិនបានពិចារណាផងទេលុយ10000ហ្នឹងយើងទិញបានទាំងកមួយមុខទេប៉ុន្តែបងប្អូនពិចារណាក្នុងមនុស្ស10000នាក់ចឹងលុយ10000ហ្នឹងទិញសម្ភារៈក្នុងមួយថ្ងៃនឹងមកពេជ្រផ្នែកហ្នឹងគឺដល់ទៅ10000នាក់អញ្ចឹងលុយនៅមានតែ10000ដដែលប៉ុន្តែសម្ភារៈសម្រាប់លុយ10000ក្នុងមនុស្ស10000នាក់នោះឬក៏100នាក់នោះតើនឹងបានសម្ភារៈក្នុងប្រមាណបាទអញ្ចឹងហើយបាននៅលើពិភពលោកគេសុខចិត្តទិញខែប្រើតែមួយខែដាក់បាប្រវត្តិចោលហើយឲ្យខ្មែរយើងនេះដែលយើងអត់ដឹងរឿងពិតនៃសេដ្ឋកិច្ចនៅលើពិភពលោកយើងនាំគ្នាទៅយកអាវគេប្រវត្តិចោលហ្នឹងដល់ថ្ងៃយើងហៅអាវជូបាទខ្មែរចេះទៀតណាដាក់ឈ្មោះតជូក្នុងភាសាបាលីទៀតណាបាទជូហ្នឹងមានន័យថាជាការកវែងចោលហើយធ្វើឲ្យវត្ថុកវែងចោលហ្នឹងមកជាមានប្រយោជន៍យើងដាក់សរៈខាងដើមតជូខ្មែរឆ្លាតឲ្យដាក់ឈ្មោះបើតាអត់យល់ថាគេធ្វើមិនបានគេមានកាអាវវត្តចោលច្រើនម៉េចទីហើយដែលខ្ញុំចង់និយាយតែឥឡូវបងប្អូនខ្ញុំទុកឱកាសឲ្យបងប្អូនពិចារណាខ្លះហើយនឹងចង់ឲ្យមានសំណួរសួរត្រឡប់មកខ្ញុំវិញគឺខ្ញុំក៏យាយពីហេតុផលដែលរដ្ឋបាលនៅលើពិភពលោកហ្នឹងគេនាំគ្នាទាពួនតាប្រាក់ហ្នឹងបន្តទៀតបានខ្ញុំជើញមានសំណួរបាទលោកចក្រាំងឥឡូវនេះបកមកនគរអន្តពលបរិយដែលបច្ចុប្បន្នគេហៅនគរវត្តវិញស្រះទឹកនៅពីមុខប្រាសាទសួរនឹងខាងស្ដាំដៃមួយខាងឆ្វេងមួយខាងឆ្វេងគឺខាងជើងឯខាងស្ដាំដៃគឺខាងត្បូងប៉ុន្តែមានចម្ងល់ថាហេតុអ្វីស្រះទឹកដែលនៅខាងត្បូងខាងស្ដាំដៃហ្នឹងនៅពេលដែលខែប្រាំងហេតុអ្វីក៏រីងអស់ឯស្រះទឹកដែលនៅខាងជើងហេតុអ្វីក៏ទោះបីជាស្ថិតនៅក្នុងខែប្រាំងក្តៅហួតហែងយ៉ាងណាក៏នៅតែរីងមិនអស់ថាតើមានមូលហេតុអ្វីដែរបាទហ្នឹងខ្ញុំសូមជម្រាបបន្តទៀតហើយពេលហ្នឹងក៏ខ្មែរយើងជាសកកៅទីហ្នឹងព្រះអង្គលោកក៏នាំប្រជារាស្ត្រហ្នឹងមកអង្គុយខាងមុខស្រះតែអស់បានរៀបចំថ្មធ្វើជាចន្លោចុះហើយហុំដោយកំផែងព័ទ្ធជុំវិញដូចនៅក្នុងស្រះព្រះកសែងទេបាទហើយស្រះនៅផ្នែកខាងត្បូងនៃផ្លូវដើរហ្នឹងគឺមានឈ្មោះថាស្រះព្រះបិតាចឹងមួយតំណាងឲ្យប្រុសមួយតំណាងឲ្យស្រីស្រះទាំងពីរហ្នឹងណាបាទហើយស្រះតំណាងឲ្យបិតានោះព្រះអង្គមិនបញ្ជាក់ថាបិតាហ្នឹងមានទឹកភ្នែកដូចជាម្ដាយផងទេចឹងមានន័យថាមនុស្សប្រុសក្នុងលោកហ្នឹងព្រះអង្គមិនយំដោយសារបុត្រតាហើយក៏មិនយំដោយសារកិច្ចការទាំងពួងក្នុងលោកហ្នឹងមានអយុត្តិធម៌ក្តីបាទមានយំតិចតួចដែរប៉ុន្តែតិចណាស់បាទហើយគេតែនិយាយថាបរិសុទ្ធដែលយកទឹកភ្នែកមកធ្វើជាត្រីមុខហ្នឹងមិនមែនជាបរិសុទ្ធផងទៅទៀតបាទគេហៅថាជាមនុស្សញីមនុស្សខ្ទើយអញ្ចឹងទៅបាទអញ្ចឹងស្រះពីរហ្នឹងតំណាងឲ្យមេត្តាបិតារបស់ព្រះនាងទាំងអស់គ្រប់ជំនាន់ដែលត្រូវបានមកសានៅទីនេះបាទទុកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងទៅដល់គុណូបការៈរបស់មេត្តាបិតាដែលបានបង្កើតប្រជារាស្ត្រគ្រប់ព្រះអង្គមកកាន់ជាបុត្រធីតារបស់ខ្មែរហើយជួយរក្សាសន្តិភាពនោះដើម្បីកុំឲ្យភ្លើងសង្គ្រាមនឹងបានបង្កើតឡើងម្ដងទៀតបានចង់បន្តនិយាយអំពីទៅដល់ស្រះតំណាងឲ្យលោកឪពុកហើយព្រះនាងក៏បានស្ដាប់អំពីការអធិប្បាយនៅរបៀបរបបនៃការគោរពបូជាទុកមេត្តាជាធំហើយនឹងទុកបិតាជាបន្ទាប់នោះក៏បានកើតពាក្យសពថ្ងៃហៅអ្នកមូពោធាយៈបាទអញ្ចឹងមានន័យថាមេត្តាបិតាជាមលុបដល់ត្រជាក់ដល់កូនចៅបានមលុបពោធិសត្វของសម្ដៅទៅលើព្រះមហាក្សត្រនិងស្រីគ្រប់ជាន់ថ្នាក់របស់ខ្មែរនឹងជាថ្នាក់ទី2បាទហើយមានមលុបមួយទៀតនោះសម្ដៅទៅលើគ្រូបាជាយដែលជាគ្រូបង្រៀនរបស់នាងទាំងអស់ដែលត្រូវបានចូលមកកាន់សាលាអន្តពលបរិយនោះត្រូវមានវិជ្ជា3
ចឹងហើយបានគេនាំនាងមកកាន់ក្រែទេនោះគេធ្វើជា3ថ្នាក់ចឹងបងប្អូនឡើងពីខាងលិចមកដល់ខាងមុខជាប់ទៅនឹងប្រាសាទនគរអន្តរបរិយនោះមានក្រែទេសម្រាប់ស្ដាប់ព្រះធម៌នោះមាន3ថ្នាក់ចឹងប្រនាងថ្នាក់ទី1គេបានឲ្យអង្គុយស្ដាប់ការរៀនសូត្រព្រានប្រដៅរបស់ម្ចាស់សាស្ត្រីក៏ដូចជាសាស្ត្រីដែលខ្ញុំបានជម្រាបថាក្នុងការគ្រប់គ្រងប្រទេសជាតិរបស់ខ្មែរឃើញថានៅក្នុងសាលានគរអន្តរបរិយនោះក៏មានថ្នាក់ប្រហាក់ប្រហែលនឹងដែរបាទដូចជាសរុបទៅឃើញថា9មុខតំណែងដែលនៅក្នុងនគរអន្តរបរិយនោះខ្ញុំបានជម្រាបរួចម្ដងហើយបាទហើយព្រះនាងក៏បានត្រូវចាប់ផ្ដើមរៀនថ្នាក់ដំបូងអញ្ចឹងគេឲ្យយើងអង្គុយថ្នាក់ទី3ថ្នាក់ក្រោមនោះតែបានបន្ទាប់មកនាងរៀន1ឆ្នាំកន្លងផុតទៅក៏បានចេះដឹងវិជ្ជាថ្នាក់ដំបូងនោះហើយក៏បានត្រូវឡើងថ្នាក់ទី2ថ្នាក់ទី2នេះគេហៅថ្នាក់តូបាទយើងដំបូងហៅថ្នាក់ឯកថ្នាក់តូបានថ្នាក់ត្រីបាទអញ្ចឹងគម្រប់3ឆ្នាំទៅ4ឆ្នាំព្រះនាងចារីទាំងអស់ហ្នឹងក៏បានរៀនចេះដឹងវិជ្ជា3ក្នុងសាលានគរអន្តរបរិយហើយបាទព្រះនាងក៏ត្រូវបានគេឲ្យព្រះនាងទៅមើលរឿងបាទអញ្ចឹងឥឡូវយើងឃើញថាមុននឹងទៅដល់កន្លែងដែលយើងមើលរឿងថាតើហេតុអ្វីខ្លះដែលបណ្ដាលឲ្យកើតសង្គ្រាមណាឃើញទេនៅក្នុងនោះគេបាននិយាយអញ្ចឹងរឿងរ៉ាវបាទឥឡូវយើងធ្វើដំណើរចូលមកដល់រឿងទី1នោះព្រះអង្គបាននិយាយរឿងដាក់ឈ្មោះថាមហាភីត្រយុទ្ធបាទលោកចៅគៀងសូមបកក្រោយបន្តិចលោកចៅគៀងអត់ទាន់បានបកស្រាយអំពីថាតើហេតុអ្វីបានជាស្រះព្រះកន្សែងដែលជាស្រះតំណាងឲ្យទឹកភ្នែកម្ដាយនឹងទោះបីជាខែណាក៏ដោយមិនព្រមរីងសោះនោះបាទកន្លែងហ្នឹងបាទសូមទោសបាទខ្ញុំមិនទាន់បានបកស្រាយដែរឥឡូវយើងសូមបកមកក្រោយបកស្រាយអំពីទឹកភ្នែកម្ដាយហ្នឹងហេតុអ្វីបានជាមិនចេះរីងស្ពួតបាទស្រះហ្នឹងបងប្អូនខ្ញុំសូមជម្រាបថាមានការជីកខុសគ្នាស្រះខាងឪពុកហ្នឹងយើងជីករះហើយគ្មានហុំព័ទ្ធដោយចណ្ដើរចោលបងទេហើយស្រះស្រីហ្នឹងមានចណ្ដើរថ្មហ្នឹងចុះទៅហើយមានគ្រឿនខ្ពស់ការពារទឹកអុយទឹកកខ្វក់អីហ្នឹងមិនឲ្យហូរចូលទៅក្នុងស្រះទឹកនោះបានទេស្រះនោះមានទឹកហូរពីក្រោមដីមកជាអចិន្ត្រៃយ៍ទាំងប្រាំងទាំងភាសាសំដៅទៅលើទឹកភ្នែករបស់ម្ដាយហ្នឹងហូរគ្មានទីបញ្ចប់នៅក្នុងទំនាយនោះក៏បាននិយាយដែរថាបើសិនជាបុត្រណាមួយប្រុសក៏ដោយស្រីក៏ដោយធ្វើឲ្យមេតាបៃតាយំនោះអញ្ចឹងបានមានខ្មែរយើងសពថ្ងៃទឹកភ្នែកម្ដាយនេះឆ្លងកម្មពីបរិយានឹងមិនរួចទេប៉ុន្តែខ្ញុំចង់លើកយកដល់ថ្ងៃបុណ្យចូលឆ្នាំនោះយើងនឹងបរិយាយទៅតែឥឡូវយើងបរិយាយហើយទៅថាលុះដល់ពេលមួយឆ្នាំម្ដងព្រះកៅនីគុំមនោពលិស័ព្ទព្រះអង្គបានដាក់បញ្ញត្តិចាបានឃើញប្រាសាទនៅព្រះកាយបរិយហ្នឹងក៏មានស្រះទឹកពីរអមសងខាងដូចគ្នាបាទមានន័យថាក្នុងមួយឆ្នាំម្ដងឲ្យកូនចៅទាំងអស់នាំមេតាបៃតាទាំងអស់ហ្នឹងទៅគួងនៅលើនាគាទៅកាន់ប្រាសាទកោនឹងគ្រប់គ្នាបានហើយបាទគឺក្នុងថ្ងៃចូលឆ្នាំជាថ្ងៃទី1ឬហើយបានឲ្យកូនទាំងអស់ទៅដងទឹកស្រះព្រះកន្សែងនោះហើយមានសូត្រធម៌មានធ្វើពិធីលៀងព្រះបាទព្រះអីរបស់មេតាបៃតាព្រះបាទហ្នឹងគឺបាទដៃបាទជើងរបស់គាត់ហ្នឹងហើយរូបបាននាំគ្នាថ្វាយបង្គំយកទឹកនោះមកមុជមកអីយើងខ្លួនឯងហ្នឹងទឹកព្រះបាទទីដែលយើងលៀងហ្នឹងគឺបានដងទឹកហ្នឹងជាបន្តទៀតមកមុជឲ្យមេតាបៃតាហ្នឹងដើម្បីបញ្ជាក់ថាពុំឲ្យមេតាបៃតាហ្នឹងបានលើកលែងលួងទោសដែលកូនចៅបានធ្វើឲ្យមេតាបៃតាយំបាទនោះជារឿងមួយទៀតដែលពាក់ព័ន្ធទៅក្នុងស្រះព្រះកន្សែង
ប៉ុន្តែគឺជាកិច្ចសម្រាប់ធ្វើក្នុងពិធីបុណ្យចូលឆ្នាំមកហើយទឹកប្រាព្រះកន្សែងនឹងផងដែរខ្មែរយើងតែហៅទឹកប្រាព្រះកន្សែងខាងថាជាទឹកអមរតពីដើមនោះគេតែយកទឹកនឹងមកធ្វើការទទួលទានបរិភោគដូចជាទឹកបរិសុទ្ធសពថ្ងៃចឹងដែរបាទអញ្ចឹងខ្ញុំសូមអរស្រាយតែត្រឹមប៉ុណ្ណឹងទុកឲ្យបងប្អូនឆ្ងល់កន្លែងណាបានជួបបន្តទៀតបាទឥឡូវសូមសួរថ្មីមួយទៀតបាទបាទសូមលោកចៅកែបន្តការរៀបរាប់នៅតាមថែវនៃប្រាសាទអង្គរវត្តដែលព្រះចារីត្រូវបានព្រះគ្រូឧបជានឹងចាប់ផ្ដើមពន្យល់ពីជ្រុងមួយទៅជ្រុងមួយទៅបាទឥឡូវយើងបន្តមកក្នុងថ្នាក់បាទថែវដែលបរិយាយអំពីវិជ្ជានិងអវិជ្ជានឹងតទៅទៀតបាទនៅក្នុងហ្នឹងព្រះអង្គលោកបានស្នាក់ទុកអំពីប្រវត្តិរឿងមហាភារៈយុទ្ធហើយខ្ញុំសពថ្ងៃសោកស្ដាយណាស់ដែលអាយុតារបស់បារាំងមិនព្រមនិយាយថាជារឿងរបស់ខ្មែរហើយបែរជានិយាយថាជារឿងមហាបារតៈរបស់ឥណ្ឌាដែលឥណ្ឌាស្មៃនោះបាទមិនមែនជាខ្មែរដែលបានរស់នៅលើទឹកដីនគរអង្គរបុរីនោះផងទេបាទឥឡូវយើងយករឿងពិតរបស់យើងមកបកស្រាយឲ្យបងប្អូនមកគ្នារៀនសូត្របាទនៅក្នុងសាច់រឿងមហាភារៈយុទ្ធនោះដើមផ្លូវដំបូងខ្ញុំនៅចាំនេះបងប្អូនខ្ញុំនៅសាលាជ័យនេះទេបើតាចាំមើលខ្ញុំបាននិយាយរឿងនៅក្នុងមហាភារៈយុទ្ធនោះមានគ្រប់ចំនួនឬអត់ខ្ញុំអត់មានរូបមើលទេចាំមើលខ្ញុំប្រាប់បងប្អូនយើងចូលទៅដល់ដំបូងយើងបានឃើញកងទ័ពនឹងមាន2ជាន់មានកងទ័ពនឹងជីតម្រៃហើយមានទ័ពស្មារជើងហើយមានទ័ពជីសេះគេហៅទ័ពលួងហ្នឹងហើយមានអ្នកជីសេះបាទនៅលើរតែខ្សែមានអ្នកចឹងមានន័យថាទ័ពនៅក្នុងហ្នឹងមាន2ផ្នែកមួយផ្នែកហៅទ័ពលួងមួយផ្នែកហៅទ័ពស្មារជើងទ័ពស្មារជើងហ្នឹងការពារដឹកនាំបញ្ជាដោយជ័យវរ្ម័នហ្នឹងជិះលើតម្រៃហើយដើម្បីឲ្យយើងទាំងអស់គ្នានឹងស្គាល់ថាតម្រៃនឹងជាតម្រៃជ័យវរ្ម័នទី1ទី2ទី3ទី4ទី5អញ្ចឹងឧទាហរណ៍រហូតដល់ទី6ទី7គឺថាយើងស្គាល់លើអីព្រោះថ្មហ្នឹងអត់បាននិយាយថាទូមគុំជ័យវរ្ម័នទី1ទូមគុំជ័យវរ្ម័នទី2អត់បាននិយាយទេប៉ុន្តែគេមានសម្គាល់ណាបងប្អូននៅក្នុងរឿងហ្នឹងគេមានសម្គាល់ថាឲ្យយើងមើលតម្រៃទី1តម្រៃទី2តម្រៃទី1ហ្នឹងមានផ្កាធម្មតាទេពាក់នឹងកតម្រៃដល់តម្រៃទី2ហ្នឹងមានកណ្ដឹង3000បងប្អូនដែរឮទេចាស់និយាយថាកណ្ដឹង3000មាន់នេះបានមានកណ្ដឹងហ្នឹងគេធ្វើជារូបមាន់បាទនឹងមួយហើយក្រៅពីហ្នឹងគេធ្វើកណ្ដឹងមូលហ្នឹង1000តែពាក់នៅលើតកតម្រៃនោះគេហៅកណ្ដឹង3000មាន់នេះគេធ្វើរូបជារូបការឈូសបាទគេគុំជាបតោងហ្នឹងតគ្នារហូតដល់ខ្សែកហ្នឹងមកជុំកតម្រៃហ្នឹងបានត្រូវពាក់លើកតម្រៃហ្នឹងបាទតម្រៃដែលពាក់កណ្ដឹង3000មាន់មាននោះគេឲ្យឈ្មោះថាជាតម្រៃជ័យវរ្ម័នទី1តម្រៃជ័យវរ្ម័នទី1ហ្នឹងត្រូវបានជិះដោយថ្នាក់ជ័យវរ្ម័នទី1ដែរចឹងតម្រៃទី2ហ្នឹងគឺជ័យវរ្ម័នទី1ប្រកាន់សាសនាព្រះពុទ្ធតំណាងឲ្យខាងព្រះបាទចៅសាយបាទចំណែកខាងតម្រៃទី1នៅខាងដើមផ្លូវនោះមានពាក់បាទបលាយកនឹងធម្មតាមានរូបផ្កាអញ្ចឹងគេហៅជ័យវរ្ម័នទី2បាទនៅពីមុខជ័យវរ្ម័នទី1ហ្នឹងមានឃើញរតែខ្សែមួយបាទរតែខ្សែនឹងបរោះដែលជីនៅលើរតែខ្សែនោះបាទគេឲ្យឈ្មោះថាជាទ័ពលួងបាទដែលជាទ័ពនោះសុទ្ធតែមានកំណើតកើតចេញពីត្រកូលព្រះមហាក្សត្ររបស់ខ្មែរទាំង5ត្រកូល
ដែលធ្វើជាស្ដេចសឹកសង្គ្រាមតំណាងឲ្យទីតបផ្នែកលួងតបលួងហ្នឹងប្រែមកទៅតបស្ដេចបាទអញ្ចឹងយើងបានបន្តទៅទៀតក៏យើងបានឃើញបាទចន្លោះពីជ័យវរ្ម័នទី1មកជ័យវរ្ម័នទី2ហ្នឹងមានរូបចម្លាក់ស្ត្រីនោះចំនួន3ថ្នាក់មានថ្នាក់ឯកថ្នាក់តូថ្នាក់ព្រៃបងប្អូនទៅមើលពុំមិនឃើញមានការជូរហ្នឹងក្រមបាតជើងនេះចាច់ចេញជា3ថ្នាក់កំពុងតែអង្គុយធ្វើពិធីទេវរាជដោយភ័យឃើញខ្មែរនិងខ្មែរប្រយុទ្ធគ្នាពេលនោះហើយព្រះនាងទាំងអស់ក៏បួងសួងក្នុងពិធីទេវរាជនោះដោយប្រើសិលសាបាទសិលសានោះហាម5មិនឲ្យយកអ្នកសឹកសង្គ្រាមទាំងសងខាងហ្នឹងទាំងព្រហ្មញ្ញទាំងពុទ្ធសាសនាហ្នឹងមិនអនុញ្ញាតឲ្យយកអាវុធទៅកម្មសម្លាប់អ្នកស្លូតត្រង់ទេថាបើអ្នកទាំងអស់គ្នានឹងយកអាវុធទៅកម្មសម្លាប់អ្នកស្លូតត្រង់ព្រះអង្គនឹងប្រហារជីវិតអ្នកនោះដោយអំណាចទេវរាជនោះមិនខានបាទគេយើងឃើញថាសាសនាបកោនិគមនោពោធិសត្វរបស់ខ្មែរហ្នឹងក៏ខ្មែរយើងមានសង្គ្រាមឆ្លោះគ្នារវាងបាក់ពួកហ្នឹងអ្នកដឹកនាំរាជការឆ្លោះគ្នាព្រះនាងចារីរាជទាំងអស់អាចធ្វើវិធីទេវរាជហ្នឹងដើម្បីសម្លាប់អ្នកអាក្រក់ហ្នឹងចេញដើម្បីឲ្យមានសន្តិភាពកើតឡើងវិញបានយើងបន្តពីនឹងទៅនិយាយអំពីភាគខាងមុខបាននៅចំកណ្ដាលនៃការប្រយុទ្ធគ្នានោះយើងឃើញមានតែតបលួងនិងតបលួងទេប្រយុទ្ធគ្នាប៉ុន្តែតបលួងដែលជាតែទាំងសងខាងហ្នឹងក៏បានមិនសំចៃដៃទេទាំងខាងព្រហ្មញ្ញក្តីទាំងខាងពុទ្ធក្តីក៏បានការសម្លាប់អ្នកស្លូតត្រង់បានលុះដល់ពិធីទេវរាជនោះបានសម្រេចទៅព្រួញមួយហ្នឹងក៏បានទម្លុះកខាងកម្មព្រះពុទ្ធសាសនានោះបាទពេលទម្លុះកអ្នកខាងពុទ្ធសាសនាហ្នឹងហើយក៏ឲ្យបរោះជាកំដែងរាជតំណាងឲ្យព្រះពុទ្ធសាសនាហ្នឹងដាច់ចោលខ្លះទៅហើយព្រួញមួយទៀតក៏បានទៅទម្លុះចំស្រេចសង្គ្រាមខាងតបលួងហ្នឹងទៅជាម្ខាងទៅជាម្ខាងធ្វើឲ្យតបខាងព្រហ្មញ្ញហ្នឹងជាស្រេចសង្គ្រាមហ្នឹងក៏បានស្លាប់ទៅពេលដែលស្ដេចសង្គ្រាមទាំងសងខាងតំណាងឲ្យសង្គ្រាមនោះបានស្លាប់ពេលនោះហើយដែលកងទ័ពខ្មែរទាំងអស់មានអ្នកណាបញ្ជាទេបរិយាយពីខាងជ័យវរ្ម័នមិនអាចមានព្រឹទ្ធបញ្ជាកងទ័ពលួងទាំងអស់បានដូច្នោះក៏សម្រេចប្រកាសបញ្ឈប់សង្គ្រាមនោះជាបណ្ដោះអាសន្នប៉ុន្តែនោះហើយដែលខ្ញុំតែនិយាយថាមូលហេតុដែលស្លាប់ស្ដេចសឹកសង្គ្រាមទាំងសងខាងនោះហើយគឺជាប្រយោជន៍បណ្ដាលឲ្យកើតមានសន្តិភាពយ៉ាងដូច្នោះដែរបាទអញ្ចឹងយើងឃើញថានេះជាការព្រមានព្រៀនបដៅរហូតមកដូចជាការយើងរួមជាតិចឹងដែរព្រះអង្គក៏បានបញ្ចប់ជីវៈរបស់មេតកខ្មែរគ្រប់បាក់គ្រប់ពួកនៅជាតាមក្នុងស្រុកអីហ្នឹងឲ្យឈប់បាទអញ្ចឹងទៅក៏បានមានសន្តិភាពដល់ប្រថ្ងៃនេះដូចគ្នាទេដូចគ្នារឿងមហាបារតអញ្ចឹងដែរហើយអញ្ចឹងយើងមិនព្រមថាមហាភារៈយុទ្ធជារឿងខ្មែរទេណានាំគ្នានិយាយកន្លែងហ្នឹងខុសខ្លួនណាបាទវិបាកប្រកម្មអ្នកណានិយាយខុសហ្នឹងបាបហើយមានន័យថាដូចជាបោះរឿងរ៉ាវខ្លួនឯងហ្នឹងទៅឲ្យបរទេសថាជារឿងរបស់គេទៅវិញយកមកឆ្លាក់នៅក្នុងប្រទេសឯងអាចារ្យឈួនឌីហ្នឹងក៏វាមិនឆ្លាក់ប្រទេសវាទៅមកឆ្លាក់អីនៅក្នុងកវត្តអន្តរវត្តបរិយរបស់ខ្មែរនេះគឺមិនខឹងទេគាត់តែឆ្ងល់អាបារាំងផ្សេងនឹងនិយាយដូចខ្មែរនឹងមិនដឹងអីសោះបាទមានខ្មែរខ្លះគេដឹងណាបារាំងផ្សេងអាចទៅចេះតែកុហកពេកបាទបងបានហើយស្រុកគេរុងរឿងខ្លះហើយឥឡូវខ្មែរអាចនិយាយគ្នាបានតាមទូរស័ព្ទផងដែរអ្នកដឹកនាំខ្មែរហ្នឹងក៏មិនមែនល្ងងគ្រប់តែគ្នាណាវាមានអ្នកចេះអ្នកអីដែរបាទឥឡូវយើងបន្តអំពីនឹងទៅទៀតនិយាយអំពីយើងក៏បានទៅឃើញបាទវិធីទេវរាជមួយដែលប្រកាន់តាមលទ្ធិព្រហ្មញ្ញសាសនាគឺពិធីទេវរាជដោយចាប់បាទគេមានខែរាហូហ្នឹងឯងខ្ញុំតែនិយាយថារាហូឲ្យដាក់រាខាងដើមបងប្អូនអត់ល្អណា
bà rìa là lứa mà khi nó ở được kia rìa thằng nào nó mình lo đấy chẳng phải chẳng phải dài phong phía xa mà năng được tia ảo ra và nó cái tóc chặt làm lạc pi cái phong xây rìa đấy và dương ảo mới có dương mình prom tha rìa thằng bốc năng ra học bán cho nên bạn ảo hàng đàm ơi nó cái tóc chặt làm lạc pi chi đàm bây giờ mình trong ở miền rìa là trong lục năng ai tao pe mui nó mui nó về đây áp là rí với tha và ra nè bạn tới nó trên màn là chia không một ngày có ai miền đang bị prom ran vì mình prom prao cho mà cái prao vào vì nó khơi đấy ba dương hà miền bu dương tới dương ban cho ta ai tam bia đâu tapi lấy dương fly tầm năng nó màu mong xa không cả xa rừng ra màu cho lắm bà lấy dương tao máu pe năng hỏi có hàng prum mạnh sa fra nó có ban chạp sợi dây mai chỉ nia nó nia nó trong ban chia hỏi ta cứ chia trà dây có mai để nơi có mong cung trà dây làm toàn ban màu cu để nơi ta sẽ bay mua mía ta bay ta nó có mong mai toàn màn cu pe nó cái chạm liền nó từ đó tiền rua lu slap hỏi được hạp lưng nó đâu được không khai riu nó thì hai tháng thì thi bố chia ra nhau làm bây ao tổ lăng biên nó chui ca bia tê bia để bỏ tray khai đó đó để bàn tê bia nó mình ao sầm lap phụ kỳ bang mình nhau để không tròn chơi riêng bị chơi ra bị chơi ra ai giờ cái chơi tam con tia na riêng tia biên là không năng phong nó họ biên anh đi anh chơi ông biên chơi bò man đi mua đi bia cứ dương phong nó bây giờ to và hai đứa sau con cream to khoai chứ đây không phải riêng cái nông hà bà ta năng miền này là cả sầm lắc miền đi chọcแต่ฝ่ายยืนนั่นตอนมันรีพองก็จอบกระดาวเรื่องอะไรต่อยจีนจังมันเงาล้าเงาแผงไปประตูเมาบานเดียวนี่นึงแต่กาฟีฝักสังครีมนั่งดูชำนาญยังเรียนจังให้บานประตูอีนั่งไปบานยังคือจำไรมูตีทำไรน้องมีนเตะกันดังสามปอนเต้มีนแก่มาจังทำไรตีใบน้องมีนในดับนะเจย์วอร์มันตีใบมาพอตีทำไรตีใบนั่งตะเตียนบานยืนรอทำไรตีปูนการทำมีนการนั่งก็กองโตบานจังทำไรตีปูนนั่งก็หายเจย์วอร์มันตีปูนไอ้ทำไมทำไรมูเจียเขาเปียการนั่งกันโตจะตีได้บานน้องไอ้ก็หายเจย์วอร์มันตีแปมจังในขนมสมัยการนั่งก็อ่างรำลึกในสวอตเกรียมระเบียงขมายเจย์วอร์มันตีใบตีปูนตีแปมนั่งก็อ่างลูกกันศาสนาปรุมันไอ้นายตีมูตีปีนั่งกันศาสนาประกอบไอ้ก็สมัยนี้เรามีตัวดวงนั่งกองตัวขมายชื่อบอกขมายจะตามฝักสองข้างมาไอ้ในตอนเจย์วอร์มันปีรูเทียบบัตรเลยนะมันก็อ่างสละโจเมาป่านนี้คนโตยังเรียบกาวขมายยืนสมัยดาวน้องมุนชุกเนี้ยขมายยืนออกตุกจับบอร์เต้ยืนกับบานไปเชียเอากองตัวระบอกขมายระบาดเจย์วอร์มันตีมวยนู้บ้านในรถกาหนาบ้านเลือกตัวไปจำตุกจันว่าตุกจันในทางเลือนั่นมันเอาอีกองตัวจันไอ้ในขนมน้องเป็นเมียนไปจะดีมันแมนมูเย่เป็นเมียนอยู่นังไอ้ยังเมียนสยามยังเคยพอให้มันบานเต้จันโบอยู่นังโบสยามนั่งตายจะมาเอาชีนเปลี่ยนกับไทยมาครูทำไมนุ่มตอนมีนก็จำปาเต้ป่าจะมาเพียงใหญ่กว่าแล้วก็จำปากาตีกรองกาเตจีทั้งในนองระเวียงมัตตบวกตีตอบหายเต้กาพดใดแต่ยืนฟังปฏิญาณเอาจำปาปะนั่นคือจิตใดระบอกหมายเต้ทำไงยังไงงานน้อยนู้ป่าจังยืนใหญ่ปีระบวกตีระบอกหมายนั่นคือจะจูจับครั้งนะขมายนั่นที่มาจากตีสอบไงคนตายไปบานโบเตนอ่อนนั่งมารวมเลยมาคุดร้องมาไอ้จังไอ้ออกรูปเชียร์ตากมานู่
ហើយបានបន្តមកយើងនិយាយអំពីជ័យបរមន្ទី7ព្រះអង្គមានភារៈមានលើកងទ័ពទៅទប់ភូមិហើយម៉ាឡេនេះយើងហៅជ្វានេះចឹងជ្វាភូមិបាននៅព្រំប្រទល់ហើយនឹងសមុទ្រនឹងមានចៅសមុទ្រទៀតនោះនៅក្នុងសម័យហ្នឹងក្នុងឯកសារមហាព្រះបរមខ្មែរចៅសមុទ្រនឹងមានជាភាសា2នៅក្នុងហ្នឹងបាទគេហៅជនជាតិម៉ុងហ្នឹងហើយនឹងយូណាំបាទបានបង្កើតបាក់ពូធ្វើជាចៅសមុទ្រទៀតផងចឹងមានឯកសារគេមកតែថាសប្តាហ៍នៅដៃលោកតាព្រះមនីសីលោកមួយនោះបាទខ្ញុំមើលចិញ្ចាំបានប៉ុណ្ណឹងវាមានកន្លែងខ្លះខុសដែរគាត់ថាបានហើយយើងស្ដាប់ទាំងណាត្រូវឬយកទៅតាណាខុសវត្តចោលទៅបងប្អូនណាមានឯកសារណាមកពជាថាគាត់ប្រកបឯណាតែយើងតាក់តាគាត់ណាចង់និយាយគ្នាដើម្បីបកស្រាយអក្សរសាស្ត្រខ្មែរនេះឲ្យបានយល់បាទអញ្ចឹងយើងស្វែងរកប៉ុណ្ណឹងដើម្បីទុកទៅដល់ថ្ងៃក្រោយខ្ញុំនឹងបរិយាយរឿងនឹងបន្តទៅទៀតរឿងបន្តនៅក្នុងជ្រុងប្រាសាទនោះគឺមានឈ្មោះថាការកោសមុទ្រទៅនៅឥណ្ឌាបាទអញ្ចឹងយើងចាំសប្តាហ៍ក្រោយលើបងប្អូនជួបទំនួលដល់ទៀតបាទប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីនីតិស្វែងយល់ពីភាសាបាលីខ្មែរសប្តាហ៍ទី59បានមកដល់ទីបញ្ចប់ហើយខ្ញុំបាទសូមថ្លែងអំណរគុណដល់ការតាមដានស្ដាប់របស់ប្រិយមិត្តហើយក៏សូមថ្លែងអំណរគុណទៅដល់វាគ្មិនប្រចាំសប្តាហ៍របស់យើងគឺលោកចៅកៀងបាទអរគុណសូមជម្រាបលាលោកចៅកៀងបាទអរគុណបាទសូមជម្រាបលាដែរប៉ុន្តែមុនជម្រាបលាខ្ញុំចង់ប្រាំផ្ញើទៅដល់បងប្អូនទាំងអស់ដែលបានរៀនភាសាបាលីជាមួយខ្ញុំអស់ពេលយូរមកហើយសូមបងប្អូនអាសាមើលភាសាបាលីនោះផងបាទដូចជាពាក្យខ្មែរយើងបាននិយាយថាបាលីប្រៀបឧបមាដូចជាកបិតបើយើងមិនបានពន្លៀងឲ្យមុតទេខ្ញុំនិយាយទៅបងប្អូនប្រកបជាអត់ស្ដាប់បានទេកុំជឿព្រោះភាសាបាលីនេះយើងកំពុងតែភ័ន្តច្រឡំដល់ការហូរចូលភាសាបាលីមកពីឥណ្ឌានោះផងអញ្ចឹងយើងត្រូវនាំគ្នាមើលដូចពាក្យខ្លះខ្ញុំបរិយាយនឹងជឿថាអ្នកនរគ្នាមិនបានស្ដាប់យល់ទេប៉ុន្តែឲ្យអ្នកនរគ្នានឹងនាំគ្នាមើលអក្សរដែលខ្ញុំប្រើតាំងពីភាគ1រហូតមកដល់ភាគ59នេះអ្នកនរគ្នានឹងបានយល់បើមិនចឹងអ្នកនរគ្នាអត់បានយល់ពាក្យទាំងអស់នោះទេបាទសូមអរគុណសូមជូនពរឆ្នាំថ្មីឆ្នាំបកលក៏ដូចជាឆ្នាំរបស់ជនជាតិចិនជនជាតិយួនដែលរស់នៅលើទឹកដីខ្មែរនោះផងដែរសូមឲ្យអ្នកទាំងអស់គ្នាជាជាតិសាសន៍ទាំងអស់បានរស់នៅគោរពស្រឡាញ់ខ្មែរដូចជានៅប្រទេសអាមេរិកចឹងដែរគេមានជាតិសាសន៍ច្រើនហើយអ្នកជួបខំជួបធ្វើបាបខ្មែរបាទសូមឲ្យប្រទេសជាតិទាំងអស់នៅក្នុងលោកជួយយកអាសាជនជាតិខ្មែរដោយក្តីអាណិតអាសូរហើយសូមឲ្យអ្នកទាំងអស់គ្នាបានសុខសាន្តនិងរកប្រយោជន៍ទទួលទានមានបានរៀងខ្លួនបាទចឹងសូមជម្រាបលា